បាទជំរាបសួរលោកគ្រូនេះគឺជាប្រព័ន្ធថ្មីមួយទៀតបាទគឺប្រព័ន្ធគ្រប់គ្រងល្បឿនដំណាំបាទដែលអាចប្រាប់បានពីនាទី1ដល់ទី12ហើយអាចប្រាប់បានគ្រប់មុខវិជ្ជាទាំងអស់បាទអញ្ចឹងពេលលោកគ្រូបើកប្រព័ន្ធហើយពេលបើកទៅវានឹងចេញឲ្យចូលក្នុងនេះប្រើហើយលោកគ្រូត្រូវការលេខឈ្មោះអ្នកប្រើហើយនឹងពាក្យសម្ងាត់ពីខ្ញុំបាទដើម្បីអាចបើកកម្មវិធីបានបាទហើយលោកចុចចូលប្រើមកបាទបាទអញ្ចឹងវានឹងចេញបែបនេះហើយប្រព័ន្ធនេះអាចប្រើបានទាំងទូរស័ព្ទទាំងកុំព្យូទ័របាទអញ្ចឹងលោកគ្រូចូលនេះមកហើយលោកគ្រូបងលោកគ្រូជ្រើសមុខវិជ្ជាមកបាទហើយលោកគ្រូបញ្ចូលថ្នាក់មកបាទឧបមាថា12 S បាទឧទាហរណ៍អញ្ចឹងហើយលោកគ្រូចុចពាក្យបញ្ចូលថ្នាក់បាទដើម្បីឲ្យបានរើសថ្នាក់នេះដើម្បីបញ្ចូលឈ្មោះសិស្សថ្មីបាទអញ្ចឹងពេលលោកគ្រូបញ្ចូលទៅហើយដើម្បីឲ្យបានចូលនេះលោកគ្រូចុចពាក្យ refresh មួយសិនមកបាទបាទគ្រូចូលមកទៀតមកបាទហើយលោកគ្រូចុចចូលប្រើបាទអញ្ចឹងពេលនោះវានឹងមកថ្នាក់មិញបាទនេះ 12S មិញហ្នឹងហើយលោកគ្រូឲ្យបញ្ចូលសិស្សថ្មីមកឧបមាថាបាទអញ្ចឹងឧទាហរណ៍អញ្ចឹងមកលោកគ្រូរើសថ្នាក់មកឲ្យគាត់ចូលថ្នាក់អីឧបមា 12S មិញហ្នឹងគ្រូចូលនឹងមកហើយលោកគ្រូចុចចូលឈ្មោះថ្មីបាទបន្ទាប់ទៀតលោកគ្រូគឺអាចចូលទៅរើសអញ្ចឹងមុននឹងរើសឈ្មោះសិស្សលោកគ្រូរើសនេះរើសមុខជាឡើងវិញសិនមកវ៉ាភាសាខ្មែរបាទអញ្ចឹងលោកគ្រូចូលរើសស្មើបាទនេះអញ្ចឹងនេះសិស្សដែលលោកគ្រូបានឲ្យមិញហ្នឹងបាទអញ្ចឹងលោកមកថាលើឈ្មោះហ្នឹងបាទលើឈ្មោះហ្នឹងចុះហើយនេះគឺពេលដែលកំពុងអានហើយនេះគឺចំនួនរាប់ពាក្យដែលត្រូវដែលគាត់បានអានត្រូវបាទអញ្ចឹងគឺអានត្រូវអញ្ចឹងលោកគ្រូអាចចុចប៊ូតុងមុននឹងឲ្យអាននេះលោកគ្រូអាចកំណត់បន្ទុកសិនឧបមាថាបន្ទុកប្រមាណឧបមាថា10ពាក្យលោកគ្រូឲ្យ2បន្ទុកបាទអញ្ចឹងលោកគ្រូដាក់កំណត់ចឹងសិនមកហើយនៅពេលដែលមុននឹងចាប់ដាក់អានលោកគ្រូចុចកន្លែងនេះហើយលោកគ្រូកំណត់មួយទៀតសិននេះកំណត់នាទីតើឲ្យសិស្សអានបានប្រហែលនាទីប្រហែលវិនាទីណាឧទាហរណ៍ថាបាក់ឲ្យអាន10វិនាទីបាទអញ្ចឹងលោកគ្រូដាក់បាយ10ចឹងមកហើយបន្តមកទៀតលោកគ្រូចុចប៊ូតុងចាប់ផ្ដើមបាទនេះប៊ូតុងចាប់ផ្ដើមនេះមកបាទអញ្ចឹងវាចាប់ដំណើរការអញ្ចឹងលោកគ្រូរាប់នេះបើសិនជានេះលោកគ្រូចូលពាក្យត្រូវលោកគ្រូចុច1 2បាទចុចរហូតដល់អញ្ចឹងទៅបាទនេះគឺអស់នាទីអញ្ចឹងពេលអស់នាទីនេះគឺប៊ូតុងនេះគឺលែងដើរបាទអញ្ចឹងនៅពេលលោកគ្រូចុចទៅហើយលោកគ្រូចុចកន្លែងនេះដើម្បីដឹងថាបន្ទុកសិស្សនោះបានប្រមាណបាទអញ្ចឹងលោកគ្រូចុចចូលនេះមកបាទអញ្ចឹងទូគាត់គឺបានតែមួយទេព្រោះគាត់គ្រប់ទេបន្តមកទៀតនេះគឺលោកគ្រូកំណត់ថាសិស្សថ្នាក់ហ្នឹងគាត់បានបន្ទុកតិចជាងឬក៏កម្រិតហ្នឹងគាត់បានបន្ទុកហើយក៏បានអានពាក្យត្រូវហ្នឹងតិចជាងប៉ុណ្ណេះលើសប៉ុណ្ណេះប្រមាណបាទខ្ញុំឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ថា20ទៅហើយនេះគឺទៅដាក់ដូចថា20បាទចាំថានេះគឺតិចជាង20ឬស្មើ20អានេះគឺលើសពី20ទៅអញ្ចឹងគួររើសថ្នាក់មកឧបមាខ្ញុំលើសថ្នាក់ទី7ចុះបាទអញ្ចឹងពេលរើសហើយលោកគ្រូចុចពាក្យបង្ហាញចំនួននេះមកបាទវានឹងបង្ហាញបាទហើយលោកគ្រូចុចពាក្យកំណត់មួយសិនបាទនេះលោកគ្រូចុចពាក្យកំណត់សិនបាទអញ្ចឹងពេលគេជួយកំណត់ហើយលោកគ្រូចុចពាក្យបង្ហាញចំនួននេះបាទអញ្ចឹងវានឹងលោតឲ្យបាទសិស្សទី7មានប្រមាណអ្នកបាទនេះបាទអញ្ចឹងនេះ17អ្នកសិស្សសរុបគឺ17អ្នកហើយសិស្សដែលបានអានតិចជាង20ពាក្យគឺមាន14អ្នកសិស្សដែលបានអានលើស20ពាក្យគឺមាន3អ្នកអញ្ចឹងសរុបទាំងអស់គឺ17អ្នកបាទអញ្ចឹងប្រព័ន្ធនេះគឺមានប៉ុណ្ណឹងបាទបើសិនជាគ្រូចាប់អារម្មណ៍ចង់ជាវអាចតាក់ទងមកខ្ញុំបានហើយខ្ញុំនឹងដាក់លេខ Telegram នៅក្នុងនឹងហើយនឹងលេខទូរស័ព្ទបាទសូមអរគុណសូមជម្រាបលាបាទ